តើជីវិតរបស់អ្នកកំពុងជួបភាពតានតឹងថប់បារម្ភគេមិនលក់ឬមានអារម្មណ៍ថាគ្មាននរណាយល់ចិត្តទេតើបញ្ហាទាំងនេះបានជំរុញឲ្យអ្នកទៅរកការប្រើប្រាស់គ្រឿងញៀនដើម្បីគេចវេសពីការពិតមែនទេសូមកុំបារម្ភការថែទាំសុខភាពផ្លូវចិត្តគឺមានសារៈសំខាន់មិនចាញ់សុខភាពរាងកាយឡើយមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់សេវាគាំទ្រផ្នែកផ្លូវចិត្តនិងបំពេញគ្រឿងញៀនប្រកបដោយការសម្ងាត់និងវិជ្ជាជីវៈជំរាបសួរនាងខ្ញុំជាវិជ្ជបណ្ឌិតលីច័ន្ទលូណាជាប្រធានផ្នែកផ្លូវចិត្តនិងបំពេញគ្រឿងញៀននៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងសេវានៅផ្នែកផ្លូវចិត្តរបស់នាងខ្ញុំគឺទាំងអស់មានចំនួន4ទី1គឺការពិគ្រោះជំងឺហ្នឹងគឺយើងជួបជាមួយនឹងគ្រូពេទ្យជំនាញហ្នឹងគឺដើម្បីដោះស្រាយនៅភាពតានតឹងភាពភ័យខ្លាចនិងបញ្ហានៅក្នុងការប្រស័យតាក់ទងជាមួយគ្នាហើយសេវាទី2ដែរគឺការព្យាបាលដោយប្រើប្រាស់ឱសថនៅក្នុងនោះដែរគឺយើងមានរួមការព្យាបាលនៅជំងឺបាក់ទឹកចិត្តជំងឺថប់បារម្ភជាមួយនឹងជំងឺវិកលចរិតផ្នែកទី3គឺតកតងជាមួយនឹងស្តារនីតិសម្បទាទៅលើអ្នកប្រើប្រាស់គ្រឿងញៀនគឺយើងបង្ការកុំឲ្យគាត់ត្រឡប់ទៅប្រើប្រាស់គ្រឿងញៀនវិញនិងជួយព្យាបាលនៅក្រោយផលវិបាកដែលយើងទទួលបានក្រោយពេលគាត់ប្រើប្រាស់គ្រឿងញៀនសេវាកម្មទី4គឺការគ្រប់គ្រងទៅដល់ក្រុមគ្រួសារគឺយើងបញ្យល់ឲ្យក្រុមគ្រួសាររបស់គាត់នឹងបានយល់ដើម្បីឲ្យគាត់ជួយទៅលើអ្នកជំងឺឲ្យអ្នកជំងឺបានរហ័សធូរនិងជាសះស្បើយពីជំងឺពីមុនមកខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងដូចនៅក្នុងដៅមួយដែលជ្រៅហើយល្ងិតខ្លួនឯងហ្នឹងគឺថាយប់ឡើងគេអត់ដែលលក់អីអារម្មណ៍ចេះតែអាសេះអាសល់ធ្វើអីក៏អត់ចាញ់គិតអីក៏អត់ចាញ់ប៉ុន្តែបន្ទាប់ពីខ្ញុំបានមកទទួលសេវាកម្មព្យាបាលពីខាងមន្ទីរពេទ្យមកខ្ញុំបានគេងលក់ស្រួលផ្លូវចិត្តក៏ស្រឡះល្អហើយរីករាយបានច្រើនរកឃើញខ្លួនឯងអត់ដូចពីមុនទេដែលមានអារម្មណ៍ថាខ្លួនឯងគឺនៅម្នាក់ឯងនៅក្នុងពិភពលោកតែមួយហ្មងសេវានៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផ្ដល់នូវបរិយាកាសកក់ក្ដៅនិងសុវត្ថិភាពយើងធានានូវការរក្សាការសម្ងាត់របស់អ្នកជំងឺ 100% កុំឲ្យមានការភ័យខ្លាចឬភាពខ្មាស់អៀនរារាំងអ្នកពីការទទួលបានជំនួយដែលអ្នកស័ក្តិសមនឹងទទួលរាល់បញ្ហាទាំងអស់គឺមានដំណោះស្រាយហើយអ្នកមិននៅម្នាក់ឯងឡើយ